រឿងសីលវេរជកុមារការមិនប្រទូតបតែមានជ័យជំនះជាផលការកន្លងទៅហើយព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសីកាលនោះព្រះពោធិសត្វទ្រង់សោយព្រះជាតិជាព្រះរាជបុត្រព្រះនាមសីលវកុមារការទ្រង់មានព្រះជន្មវស្សា16ឆ្នាំទ្រង់បានដល់នៅទីបំផុតនៃការសិក្សាវិជ្ជាទាំងពួងលោកអំណៅអំពីព្រះរាជបិតាទីវង្គតទៅព្រះសីលវកុមារពោធិសត្វគឺបានសោយរាជសម្បត្តិជួសព្រះរាជបិតាទ្រង់ព្រះនាមថាព្រះបាទមហាសីលវរាជទ្រង់តាំងនៅក្នុងទសពិធរាជធរគ្រប់គ្រងព្រះរាជអាណាចក្រប្រកបដោយគតិបណ្ឌិតព្រះអង្គទ្រង់ត្រាស់ឲ្យសាងសាលាឆទានបរិច្ចាគទ្រព្យសង្គ្រោះមនុស្សកំព្រាអនាថាទាំងពួងទ្រង់រក្សាសិលនិងសមាទានឧបោសថមានព្រះតីប្រកបដោយខន្តីមេត្តាករុណាទ្រង់ញ៉ាំងប្រជាជនឲ្យបានសុខសន្តិភាពទាំងប្រទេសគ្រានោះមានអាមាត្យម្នាក់ប្រព្រឹត្តខុសនឹងស្រីស្នំក្នុងវាំងអាមាត្យទាំងឡាយដទៃនាំសេចក្តីនោះក្រាបទូលព្រះពោធិសត្វព្រះពោធិសត្វស៊ើបសួរឃើញថាធ្វើខុសពិតមែនទើបត្រាស់បង្គាប់ឲ្យអាមាត្យនោះមកគល់ហើយត្រាស់ថាឯងជាមនុស្សអន្តពាលធ្វើអំពើមិនសមគួរមិនគួរនៅក្នុងនគររបស់យើងឯងចូលប្រមូលទ្រព្យសម្បត្តិនិងនាំបុត្រភរិយាឯងទៅនៅទីដទៃចុះហើយទ្រង់ឲ្យនិរទេសអាមាត្យនោះចេញអំពីនគររបស់ព្រះអង្គអាមាត្យនោះចេញចាកដែនកាសីទៅដល់ដែនកោសលក៏ចូលទៅទួលធ្វើការរាជការក្នុងដែនកោសលនោះរហូតបានតំណែងជាអ្នកបម្រើផ្ទាល់ព្រះមហាក្សត្រយ៉ាងជិតស្និទ្ធថ្ងៃមួយអាមាត្យនោះបានឱកាសទើបក្រាបទូលព្រះចៅកោសលថាបបិទ្ធព្រះសមតិទេពរាជសម្បត្តិនគរពារាណសីសពថ្ងៃនេះប្រៀបដូចសម្បុកឃ្មុំដែលប្រចៈមេព្រោះព្រះរាជទុនខ្សោយគ្មានសមត្ថភាពសូម្បីព្រះអង្គលើកយោធាទៅត្រឹមតែបន្តិចបន្តួចក៏អាចនឹងយករាជសម្បត្តិនោះបានព្រះរាជការទ្រង់ព្រះសវនាពាក្យរបស់អាមាត្យនោះហើយក៏ទ្រង់ព្រះកាង្ខាថានគរពារាណសីជារដ្ឋធំណាស់ហេតុអ្វីអាមាត្យនេះថាដូច្នោះបរិនេះជាមនុស្សដែលព្រះបាទមហាសីវរាជឲ្យមកស៊ើបហេតុការណ៍ក្នុងប្រទេសរបស់អញទេដឹងទើបត្រាស់សួរថាឯងជាបុរសរបស់ព្រះបាទមហាសីលវរាជឬឯងនិយាយឧបាយកលទេដឹងបបិទ្ធព្រះសមតិទេពទូលព្រះបង្គំមិនមែនជាចារបុរសទេពាក្យដែលទូលព្រះបង្គំក្រាបទូលនោះជាសេចក្តីពិតបើព្រះអង្គមិនទ្រង់ជឿទូលព្រះបង្គំសូមព្រះអង្គចាត់មនុស្សឲ្យធ្វើជាចៅទៅប្លន់បច្ចន្តក្រាមលបងមើលព្រះបាទមហាសីលវរាជនឹងបញ្ជូនទាហានឲ្យចាប់យកទៅហើយត្រឡប់ជាព្រះរាជទានព្រះរាជទ្រព្យដល់មនុស្សទាំងនោះមិនខានហើយនឹងលែងឲ្យត្រឡប់មកវិញព្រះបាទកោសលទ្រង់ចង់ជ្រាបទើបទ្រង់ចាត់រាជបុរសឲ្យធ្វើជាចៅទៅប្លន់បច្ចន្តក្រាមរបស់ព្រះបាទពារាណសីពលយោធាចាប់ចៅនោះបាននាំទៅថ្វាយព្រះបាទមហាសីលវរាជព្រះអង្គត្រាស់សួរថាពួកឯងមកប្លន់បច្ចន្តក្រាមព្រោះហេតុអ្វីចៅទាំងនោះក្រាបទូលថាទូលព្រះបង្គំទាំងឡាយមិនអាចរករបរចិញ្ចឹមជីវិតដោយផ្លូវដទៃបានទើបប្រព្រឹត្តចោរកម្មយ៉ាងនេះព្រះរាជាត្រាស់ថាបើដូច្នេះហេតុអ្វីក៏ពួកឯងមិនមករកយើងចាប់ដើមអំពីនោះតទៅពួកឯងកុំនាំគ្នាប្រព្រឹត្តដូច្នេះទៀតត្រាស់ដូច្នេះហើយក៏ទ្រង់ព្រះរាជទានទ្រព្យដល់ចៅទាំងនោះហើយឲ្យលែងខ្លួនទៅរាជបុរសទាំងនោះក៏ត្រឡប់ទៅក្រាបទូលព្រះចៅកោសលតាមហេតុសពគ្រប់ព្រះអង្គទ្រង់ត្រាស់រិះថាការពិសោធន៍ត្រឹមតែប៉ុណ្ណេះមិនអាចដឹងពិតបានទើបទ្រង់បញ្ជូនទៅឲ្យប្លន់ដល់កណ្ដាលដែនពលយោធាក៏ចាប់ចោរទាំងនោះនាំទៅថ្វាយព្រះបាទពារាណសីទៀតព្រះអង្គក៏ទ្រង់ព្រះរាជទានទ្រព្យហើយបង្គាប់ឲ្យលែងដូចមុនព្រះបាទកោសល
ក៏នៅមិនទាន់លើកទ័ពទៅវាយយកនគរពារាណសីទ្រង់បានបញ្ជូនចៅឲ្យទៅប្លន់ទីក្រុងទៀតព្រះបាទពារាណសីក៏ព្រះរាជទានទ្រព្យបង្គាប់ឲ្យលែងដូចមុនទៀតក្នុងពេលនោះព្រះបាទកោសលទ្រង់ជ្រាបច្បាស់ថាព្រះបាទពារាណសីទ្រង់តាំងនៅក្នុងធម៌យ៉ាងក្រៃលែងទើបត្រេះរិះថាយើងនឹងទៅដណ្ដើមយករាជសម្បត្តិក្រុងពារាណសីហើយឲ្យទ្រង់លើកទ័ពចេញទៅក្នុងកាលនោះកងទ័ពរបស់ព្រះបាទពារាណសីមានគ្រប់គ្រាន់បរិបូរណ៍ពលយោធាប្រកបដោយសេចក្តីក្លាហានមិនខ្លាចស្លាប់ស្ទាត់ជំនាញក្នុងយុទ្ធវិធីបើប្រសិនជាព្រះបាទមហាសីលវរាជពេញព្រះハរតីឲ្យទៅច្បាំងយករាជសម្បត្តិក្នុងសកលជម្ពូទ្វីបក៏អាចច្បាំងយកជ័យជំនះមកថ្វាយព្រះអង្គបានកាលមហាយោធាទាំងនោះដឹងថាព្រះចៅកោសលលើកទ័ពមកទើបនាំគ្នាចូលគាល់ព្រះពោធិសត្វក្រាបទូលថាបបិទ្ធមហារាជព្រះបាទកោសលស្រែកលើកទ័ពមកប៉ងនឹងដណ្ដើមរាជរបស់ព្រះអង្គហើយទោះព្រះបង្គំទាំងឡាយនឹងលើកទ័ពទៅតតាំងមិនឲ្យចូលមកបាននឹងចាប់ព្រះចៅកោសលមកថ្វាយមហារាជទាំងរស់ព្រះបាទមហាសីលវរាជបរមពោធិសត្វត្រាស់ថាការធ្វើសេចក្តីលំបាកដល់មនុស្សដទៃព្រោះតែយើងម្នាក់មិនគួរទេបើព្រះចៅកោសលចង់បានរាជសម្បត្តិរបស់យើងឲ្យចូលមកយកតាមព្រះハរតីចុះអ្នកទាំងឡាយកុំលើកទ័ពទៅតឡើយការព្រះចៅកោសលយាត្រាទ័ពឆ្លងរាជសីមាមកដល់ជនបទបណ្ដាអាមាត្យទាំងឡាយក៏នាំគ្នាចូលទៅក្រាបទូលដូចមុនទៀតព្រះអង្គទ្រង់ហាមដូចមុនលុះលើកទ័ពចូលមកដល់ក្រៅនគរហើយបញ្ជូនព្រះរាជសាសទៅថ្វាយថាព្រះបាទមហាសីលវរាជនឹងព្រមឲ្យរាជសម្បត្តិឬឲ្យច្បាំងព្រះពោធិសត្វតបព្រះរាជសាសទៅវិញថាយើងមិនប្រាថ្នាច្បាំងនឹងព្រះអង្គទេចូលព្រះអង្គយើងមកយករាជសម្បត្តិតាមរាជបំណងចុះចំណែកអាមាត្យទាំងឡាយក៏នាំគ្នាចូលទៅក្រាបទូលថាទោះព្រះបង្គំយើងខ្ញុំទាំងឡាយមិនព្រមឲ្យព្រះចៅកោសលស្ដេចចូលមកក្នុងព្រះនគរបានទេនឹងនាំគ្នាលើកទ័ពចេញទៅតយុទ្ធចាប់យកព្រះចៅកោសលនាំមកថ្វាយព្រះអង្គឲ្យបានព្រះបរមពោធិសត្វក៏ត្រាស់ហាមដោយន័យដូចមុនហើយបង្គាប់ឲ្យបើកទ្វារព្រះនគរទុកព្រះអង្គក៏ទ្រង់គង់លើរាជបល្ល័ង្កកណ្ដាលចំណោមយ៉ាងណែនណាន់តាន់តាប់នៃពលយោធារាប់ពាន់ឯព្រះចៅកោសលស្ដេចលើកពលយោធាចូលទៅក្នុងព្រះនគរពុំឃើញមានសត្រូវសូម្បីតែម្នាក់ទើបស្ដេចចូលដល់ទ្វារព្រះរាជនិវេសដែលបើកស្រាប់ហើយត្រាស់ឲ្យចាប់ព្រះបាទមហាសីលវរាជដែលទ្រង់គ្មានកំហុសព្រមទាំងយោធា 1000 នាក់ឲ្យចងស្លាបសេកនាំទៅកាន់ព្រៃខ្មោចហើយឲ្យជីកដីកប់ទុកត្រឹមកឲ្យលុបដីណែនកុំឲ្យរើខ្លួនរួចដើម្បីឲ្យចចកខាំស៊ីជាអាហារក្នុងវេលាយប់ចំណែកអ្នកនគរកាលបានឃើញអាជ្ញារបស់ព្រះចៅកោសលធ្វើបាបព្រះរាជារបស់ខ្លួនព្រមដោយយោធាទាំងឡាយដូច្នេះក៏តក់ស្លុតភ័យខ្លាចនាំគ្នាលួចរត់ទៅក្រៅព្រះនគរសំងំក្នុងព្រៃភ្នំក្រំថ្មឯព្រះមហាសីលវរាជកាលព្រះអង្គត្រូវចុះព្រះរាជអាជ្ញាដូច្នោះក៏ទ្រង់មិនបានចង់អាឃាតនឹងព្រះចៅកោសលឯយោធាទាំងឡាយក៏មិនបានទំលាយព្រះរាជអាណត្តិដែលព្រះមហាក្សត្ររបស់ខ្លួនបានត្រាស់ទុករាជអាមាត្យទាំងឡាយក៏នាំព្រះពោធិសត្វព្រមទាំងអាមាត្យ 1000 នាក់ទៅកាន់ព្រៃខ្មោចជីកកប់ត្រឹមកកប់ព្រះពោធិសត្វត្រង់កណ្ដាលហើយនាំគ្នាត្រឡប់មកព្រះពោធិសត្វត្រាស់ឲ្យអវាទដល់អាមាត្យទាំងឡាយថាអ្នកទាំងឡាយកុំចង់ចិត្តខឹងនឹងព្រះបាទកោសលជាចោលឡើយចូលផ្សាយមេត្តាចិត្តចំពោះព្រះបាទកោសលចុះដល់ពេលយប់ចចកទាំងឡាយក៏នាំគ្នាមកដោយបំណងថានឹងស៊ីសាច់មនុស្សព្រះរាជានិងអាមាត្យទាំងឡាយក៏ស្រែកឡើងព្រមគ្នាវងចចកភ័យខ្លាចនាំគ្នារត់ទៅចចកមិនឃើញមនុស្សដេញតាមមកក៏នាំគ្នាត្រឡប់មកវិញព្រះរាជានិងអាមាត្យនាំគ្នាស្រែកដូចមុនទៀតវងចចក
ក៏រត់ទៅដោយតំណងនេះដល់3 ដងទើបគិតថាមនុស្សទាំងនេះជាអ្នកទោសដែលជាប់ចំណងក៏មានចិត្តក្លាហានត្រឡប់មកទៀតសូម្បីព្រះរាជានិងអាមាត្យស្រែកកំលែងយ៉ាងណាក៏មិនព្រមរត់ទៅចចកដែលជានាយវងក៏លោតចូលទៅខាំព្រះរាជាចចកជាបរិវារក៏នាំគ្នារត់ចូលទៅខាំពួកអាមាត្យឯព្រះបាទសីលវៈមហារាជបរមពោធិសត្វទ្រង់ឆ្លាតក្នុងកលឧបាយបានតតព្រះនេត្រឃើញចចកជានាយវងរត់ចូលមកក៏ងើយព្រះសរងឡើងដូចជាធ្វើឲ្យចចកខំហើយក៏សង្កត់ចចកដែលប្រុងប្រៀបនឹងខំដោយព្រះហនុចង្ការយ៉ាងនេះដូចជាអង្គុយដូចនេះចចកមិនបានរើរួចបានក៏ស្រែកឡើងដោយភ័យខ្លាចស្លាប់ចចកជាបរិវារបានឮសំឡេងរបស់នាយវងស្រែកដូច្នោះទើបគិតថាគេចាប់នាយវងបានហើយក៏នាំគ្នារត់បោលអស់ទៅឯចចកនាយវងដែលព្រះពោធិសត្វសង្កត់យ៉ាងខ្លាំងនោះក៏ខំក៏កាយដីដោយជើងទាំង4ទោះតែខូងដីជាច្រើនព្រះរាជាទ្រង់ជ្រាបថាដីធូរល្មមនឹងអង្គាតព្រះអង្គបានហើយទ្រង់ឈប់សង្កត់ចចកក៏រត់ទៅព្រះអង្គទ្រង់យកព្រះកាយទៅវិញទៅមកហើយលើកព្រះហស្ថទាំងពីរកាន់មាត់រណ្ដៅយោងព្រះអង្គឡើងមកត្រាស់លួងលោមចិត្តអាមាត្យទាំងឡាយហើយក៏ទ្រង់កាយដីយកអាមាត្យពីររណ្ដៅឡើងមកទាំងអស់ព្រះអង្គព្រមដោយពួកអាមាត្យក៏ស្ថិតនៅក្នុងព្រៃខ្មោចនោះសម័យមួយមនុស្សទាំងឡាយបាននាំយកសាកសពទៅចោលក្នុងព្រៃខ្មោចមួយកន្លែងទៀតចិត្តលំនៅរបស់យក្ស2 នាក់យក្សទាំងពីរនោះកើតវិវាទគ្នាពីរឿងដណ្ដើមខ្មោចស៊ីមិនដឹងចែកគ្នាយ៉ាងណាក៏នាំគ្នាទៅគាល់ព្រះបាទមហាសីលវរាជបរមពោធិសត្វយកទាំងសាកសពនោះទៅក្រាបទូលព្រះពោធិសត្វថាបបិទ្ធធម្មរាជសូមព្រះអង្គទ្រង់បែងចែកសាកសពនេះដល់យើងខ្ញុំព្រះពោធិសត្វត្រាស់ថាម្នាក់អ្នកទាំងពីរយើងនឹងបែកសាកសពនេះឲ្យដល់អ្នកបានប៉ុន្តែរូបកាយរបស់យើងមិនស្អាតយើងចង់ងូតទឹកជំរះកាយឲ្យស្អាតជាមុនសិនសឹមចែកឲ្យយក្សក៏នាំគ្នាទៅយកទឹកដែលគេដងទុកសម្រាប់ព្រះចៅកោសលដោយអានុភាពរបស់ខ្លួនមកថ្វាយព្រះអង្គស្រង់លុះស្រង់ស្រេចហើយទៅនាំយកសម្ពុទ្ធសាដកដែលគេទុកសម្រាប់ព្រះចៅកោសលនាំយកគ្រឿងក្រអូបសម្រាប់ប្រោះព្រំព្រះកាយនិងនាំយកផ្កាឈើផ្សេងដែលគេបេះទុកក្នុងប្រអប់កែវនិងប្រអប់មាសយកមកថ្វាយព្រះអង្គទ្រង់តុបតែងព្រះកាយដោយគ្រឿងប្រដាប់ទាំងនោះហើយយក្សទាំងពីរទៅក្រាបទូលសួរថាព្រះអង្គឲ្យទូលព្រះបង្គំធ្វើអ្វីតទៅទៀតព្រះបរមពោធិសត្វទ្រង់សម្ដែងអាការៈឲ្យដឹងថាព្រះអង្គប្រាថ្នានឹងសោយព្រះក្រយ៉ាស្ងោយយក្សទាំងពីរក៏ទៅនាំព្រះស្ងោយដ៏មានរសផ្សេងមកថ្វាយនិងយកទឹកក្នុងកន្ទីមាសដែលគេចាក់ទុកសម្រាប់ព្រះចៅកោសលមកថ្វាយព្រះបរមពោធិសត្វសោយហើយយក្សក៏ទៅនាំយកព្រះខ័នមង្គលមកថ្វាយព្រះអង្គកាន់ព្រះខ័នយាងទៅកាន់ទីសាកសពហើយកាត់ពីកំណាត់ឲ្យដល់យក្សស្មើគ្នាទ្រង់លាងព្រះខ័នហើយច្រកទៅក្នុងស្រោមវិញយក្សទាំងពីរនោះបានស៊ីសាកសពស្រេចហើយក៏មានចិត្តរីករាយទូលសួរព្រះពោធិសត្វថាព្រះអង្គនឹងទ្រង់ឲ្យទូលព្រះបង្គំធ្វើអ្វីតទៅទៀតព្រះអង្គត្រាស់ថាបើដូច្នេះអ្នកចូលនាំយើងទៅកាន់បន្ទំព្រះចៅកោសលដែលជាចៅហើយនាំអាមាត្យយើងទាំងឡាយនេះទៅទុកតាមផ្ទះរៀងខ្លួនយក្សទាំងពីរក៏នាំព្រះអង្គនិងអាមាត្យទាំងពួងទៅទុកតាមផ្ទះតាមពាក្យបង្គាប់គ្រប់ប្រការព្រះចៅកោសលទ្រង់ផ្ទុំលក់ព្រះពោធិសត្វទ្រង់យកដងព្រះខ័នប្រហារលើព្រះឧត្តរព្រះចៅកោសលដែលទ្រង់ផ្ទុំលក់សពព្រះចៅកោសលស្លុតព្រះハរតីតានឡើងតតព្រះនេត្រឃើញក៏ទ្រង់ចាំព្រះពោធិសត្វបានដោយពន្លឺប្រទីបហើយស្ដេចក្រោកចាក់ព្រះបន្ទុំទូលសួរថាបបិទ្ធមហារាជក្នុងវេលារាត្រីព្រះរាជានិវេសនេះបិទទ្វារចិត្តយ៉ាងមាំមានពលយោធាចាំយាមយ៉ាងម៉ឺងម៉ាត់ហេតុអ្វីទើបព្រះអង្គទ្រង់យាងមកបានព្រះបរមពោធិសត្វត្រាស់សម្ដែងហេតុដែលព្រះអង្គស្ដេចយាងចូលមក
ថ្វាយព្រះចៅកោសលឲ្យបានជ្រាបសោកគ្រប់ព្រះចៅកោសលទ្រង់សវនាហើយនឹកអស្ចារ្យក្នុងព្រះតីទើបត្រាស់ថាបពិតមហារាជខ្ញុំជាមនុស្សពេលខ្លៅមិនដឹងព្រះគុណរបស់ព្រះអង្គឯយៈជាសត្វថោកទាបស៊ីខ្មោចមនុស្សសត្វជាអាហារនៅដឹងស្គាល់ព្រះគុណរបស់ព្រះអង្គគ្រាន់បើជាងខ្ញុំបពិតមហារាជតាំងពីថ្ងៃនេះតទៅទូលព្រះបង្គំនឹងមិនគិតប្រទូសរាយចំពោះព្រះអង្គទៀតទេហើយទ្រង់ចាប់ព្រះខ័នធ្វើសច្ចាប្រណិធានញ៉ាំងព្រះពោធិសត្វឲ្យទ្រង់អត់ទោសហើយអញ្ជើញព្រះអង្គឲ្យផ្ទំលើសេរសាស័យយាសនៈដ៏ខ្ពស់ចំណែកព្រះអង្គឯងក៏ទ្រង់ផ្ទំលើព្រះបន្ទំទាបធម្មតាព្រឹកឡើងទ្រង់បង្គាប់ឲ្យវាយកងទូងភេរីប្រកាសដល់សេនាមាត្យនិងព្រាហ្មណ៍កហបតីទាំងពួងឲ្យប្រជុំព្រមគ្នាហើយត្រាស់ចំពោះប្រជាជនរាប់ពាន់ម៉ឺននាក់ទ្រង់សូមទោសព្រះពោធិសត្វក្នុងកណ្ដាលបរិស័ទម្ដងទៀតហើយទទួលយកអាសាថាចាប់ដើមអំពីថ្ងៃនេះតទៅបើអសន្តិសុខផ្សេងកើតឡើងដល់ព្រះអង្គសូមទ្រង់ទុកភារៈដល់ទូលព្រះបង្គំនឹងការពាររក្សាថ្វាយដោយខ្លួនឯងសូមព្រះអង្គទ្រង់គ្រងរាជសម្បត្តិដោយសុវត្ថិភាពព្រះចៅកោសលស្ដេចទ្រង់ឲ្យដាក់ព្រះរាជអាជ្ញាអាមាត្យអន្តពាលដែលញុះញង់នោះហើយស្ដេចនាំសកលយោធាទៅនគរព្រះអង្គវិញចំណែកព្រះមហាសីលវរាជបរមពោធិសត្វក៏បានទទួលរាជសម្បត្តិវិញយ៉ាងនេះវិញហើយទ្រង់សាងកុសលទាំងឡាយមានទានជាដើមដរាបដល់អស់ព្រះជន្ម